Bà sứt đây bụng mày bụng bồn tầng ọc này bạn.ថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ពុកម៉ែបងប្អូនឥឡូវមកដល់ជាការពុកម៉ែបងប្អូននិយាយថាទេសភាពស្រស់ស្អាតមែនតើបាទហើយជាពិសេសនោះបងប្អូនគឺសំឡេងបាទដែលជាធម្មជាតិបាទបានប្រគំមកគឺថាពីរោះមែនតើបងប្អូនលឺសំឡេងសត្វយំបាទគឺពីរោះមែនតើបងប្អូនបាទពីរោះប្លែកបាទនេះគឺជាអំណោយទានរបស់ធម្មជាតិបាទจึงមើលក្រឡេកទៅមើលធម្មជាតិបាទមានការស្មៅអមជាមួយនឹងសំឡេងសត្វតូចធំបាទដែលជាបក្សាបក្សីយំទ្រហឹងអើកងនៅចុងព្រៃបាទនៅព្រៃមាត់អូនោះបងប្អូនគឺហើជុំបាទវាទុំនៅនឹងដើមធ្នង់បាទហើយក្នុងចការរបស់ខ្ញុំនេះគឺមានដើមធ្នង់ច្រើនដើមដែរពុកម៉ែបងប្អូនប្រហែលជា50ដើមហើយប្រភេទឈើនៅទីនេះខ្ញុំរាប់ថ្ងៃមុនគឺ28ប្រភេទដើមឈើបាទតែសម្បូរច្រើនជាងគេគឺប្រភេទឈើធ្នង់បាទដែលសម្បូរជាងគេបាទបន្ទាប់មកគឺដើមសំពររួចគឺប្រភេទដើមស្ក្រំបាទដើមស្ក្រំភេទមកទៀតគឺដើមរកាបាទដើមរកាក្នុងចការនេះមាន3ដើមដែរបងប្អូនបាទហើយដើមរកានេះបើយើងនិយាយពីអត្ថប្រយោជន៍របស់សត្វគឺនៅពេលដែលដើមរកាធំគឺជាប្រភេទឈើមួយដែលវាងាយស្រួលដែលសត្វអាចចោះបាទចោះធ្វើសម្បុកបាទដូចជាសត្វពពុលសត្វពលតោឬក៏សត្វកងកេងបាទគឺអាចចោះនៅដើមនឹងដើម្បីវាទៅពងវាកូននៅក្នុងរន្ធឈើបាទប្រភេទសត្វអស់ទាំងនេះបងប្អូនគឺវាធ្វើសម្បុកដូចជាសត្វលោកសត្វចាបអីផ្សេងទេបាទតែបើថាលោកគឺតាមយើងសម្គាល់គឺសត្វមួយដែលខ្ជិលបាទសម្បុកគេមិនដែលល្អឲ្យបងប្អូនសម្បុកគេ2 3តសាយទេគេបន្ទុកពងកូនប៉ុន្តែអត់ធ្លាក់កូនទេបងប្អូនគឺថាយើងមើលទៅថាសាមញ្ញប៉ុន្តែភាពរឹងមាំរបស់សម្បុករបស់វាគឺអស្ចារ្យមែនតើបាទនឹងគឺសម្បុកលោកបាទពីរោះមែនតើបងប្អូនស្ដាប់នៅសំឡេងនេះបាទនៅពេលដែលយើងបានមកដល់ជាការបែបនេះបាទបងប្អូនស្ដាប់សំឡេងសត្វយំបាទពីរោះមែនតើ